បាទជំរាបសួរនឹងសួស្តីពុកបែបងប្អូនទាំងអស់គ្នាថ្ងៃនេះអត់មានវីដេអូអីទេបងប្អូនមានវីដេអូការងារប្រចាំថ្ងៃបងប្អូនខ្លះចង់ដឹងថាការងារប្រចាំថ្ងៃរបស់ខ្ញុំនឹងធ្វើអីគេចឹងណាតែអានេះមិនថ្ងៃធម្មតាទេបងប្អូនគឺជាថ្ងៃអាទិត្យគឺថ្ងៃអាទិត្យចឹងយើងអត់បានបើកគ្រឿងចាក់គ្រឿងអីទេគឺការងារគឺជាការមើលថែទាំរក្សាឧបករណ៍គ្រឿងចាក់ដូចជាគ្រឿងចាក់ផ្សេងហ្នឹងបងប្អូនបាទភាគច្រើនរោងចក្រនីមួយៗអញ្ចឹងគឺអឺថៅកែរោងចក្រគេអត់ចង់ឲ្យយើងថតសកម្មភាពអីនៅក្នុងរោងចក្ររបស់គេទេបងប្អូនប៉ុន្តែអានេះយើងលួចថតអត់មានអ្នកដឹងទេបងប្អូនតាមពិតទៅខ្ញុំចង់ថតសកម្មភាពការងារប្រចាំថ្ងៃឲ្យបានច្រើនដែរក៏ប៉ុន្តែយើងអត់ហ៊ានបងប្អូនអត់ហ៊ានបន្ថយកែងលោថ្ងៃណាមួយគេតាមតន់ទៅវាមានរឿងមានរ៉ាវអញ្ចឹងបងប្អូនបាទប្រសិនបើមានឱកាសល្អខ្ញុំនឹងព្យាយាមថតសកម្មភាពការងារប្រចាំថ្ងៃរបស់ខ្ញុំចែកជូនបងប្អូនទស្សនាឲ្យបានច្រើនបងប្អូនបាទសម្រាប់ថ្ងៃនេះក៏បានលួចថតបានតែខ្លីៗប៉ុណ្្នឹងទេបងប្អូនចែកជូនបងប្អូនទស្សនាហើយចាំឱកាសល្អពេលក្រោយនឹងបន្តថតសកម្មភាពចែកជូនបងប្អូនជាបន្តទៀតបងប្អូនបាទហើយក៏សូមថ្លែងអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលតែងតែគ្រប់គ្រងនិងតាមដានទស្សនានៅសកម្មភាពការចែករំលែករបស់ខ្ញុំបាទគ្រប់វីដេអូទាំងអស់ជារៀងរហូតមកហើយសង្ឃឹមថាបងប្អូននឹងជួយគ្រប់គ្រងរាល់វីដេអូដែលខ្ញុំបាទតែងចែករំលែកដល់បងប្អូនគ្រប់វីដេអូជាបន្តទៅទៀតផងបងប្អូនហើយក៏សូមបងប្អូនកាន់តែអបិទោសរាល់កំហុសឆ្គងឬក៏ពាក្យពេចន៍សម្ដីបរិយាយមិនសមរម្យtrongកន្លែងណាមួយក៏បងប្អូនកាន់តែអបិទោសផងហើយខ្ញុំបាទជឿជាក់ថារាល់សកម្មភាពនិងការធ្វើវីដេអូនីមួយៗតែងតែមានការឆ្គងនិងកំហុសបន្តិចបន្តួចដោយអចេតនាត្រង់កន្លែងណាមួយជាមិនខានទេបងប្អូនហើយសង្ឃឹមថាបងប្អូនក៏អធិស្ឋានផងដែរបាទជាចុងក្រោយក៏សូមជូនពរដល់បងប្អូនឲ្យជួបតែសេចក្តីសុខដែលចម្រើននិងរកទទួលទានមានបានជាតជំហើយជួបតែសេចក្តីសុខគ្រប់រូបគ្រប់គ្រួសារទាំងអស់មិនថាប្រកបការងារអ្វីនិងមានគោលបំណងអ្វីសូមឲ្យបានសម្រេចដូចសេចក្តីបំណងហើយនឹងសម្រេចគ្រប់គោលដៅដែលបងប្អូនបងប្រាថ្នាគ្រប់គ្នាបាទសូមអរគុណបងប្អូនសូមជម្រាបលាសង្ឃឹមថានឹងជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទសូមអរគុណហើយខ្ញុំបាទក៏សង្ឃឹមថាបងប្អូននឹងបន្តជួយគ្រប់គ្រងតាមដានទស្សនានៅរាល់សកម្មភាពនិងរាល់វីដេអូរបស់ខ្ញុំបាទដែលបានចែករំលែកជូនបងប្អូនថ្មីជាបន្តទៀតផងបាទសូមអរគុណបងប្អូនទុកជាមុន